បែកមុខល្អគឺជាស្បែកមុខដែលបានទទួលការសម្អាតជាប្រចាំជាស្បែកដែលមានជាតិសាមជានិច្ចនិងមិនទទួលរងឥទ្ធិពលអាកាសធាតុខ្លាំងមានជាអាចការពារកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងឬត្រជាក់ខ្លាំងពេកគួរទម្លាប់អនុវត្តយកកាយវិការសាមញ្ញៗនេះចាប់ពីថ្ងៃនេះតទៅនោះស្បែកមុខរបស់លោកអ្នកពិតជាផូរផង់មិនខានស្បែកមុខដែលលាងស្អាតយើងនឹងមានអារម្មណ៍ថាមុខរបស់យើងត្រជាក់ស្បែកស្រទន់ល្អពីព្រោះយើងបានជំរះជាតិកខ្វក់ធូលីដីស្បែកងាប់និងញើសនឹងស្នាមផាត់ម្សៅពីថ្ងៃដែលតោងនៅលើមុខយើងអាចសម្អាតមុខនឹងទឹកឬផលិតផលថែសម្ផស្សក៏បានពីព្រោះផលិតផលទាំងអស់នោះសុទ្ធតែធ្វើឡើងសម្រាប់ស្បែកមុខយើងអាចប្រើសាប៊ូដែលមានជាតិខ្លាញ់ច្រើនសាប៊ូទឹកលេក្រែមលាបមុខឬក៏ប្រេងជូតមុខហ្សែលឬក៏មូសសម្រាប់លាងមុខទៅតាមប្រភេទស្បែកនិងសាច់មុខរបស់យើងនិងដោយយល់ទៅតាមរបៀបប្រើប្រាស់របស់ផលិតផលនីមួយៗផងបើលោកអ្នកមានស្បែកធម្មតានោះគឺងាយណាស់ពីព្រោះអ្នកមានជម្រើសច្រើនប្រើផលិតផលមួយណាក៏បានដូច្នេះអ្នកប្រហែលជាអាចមានការលំបាកនៅក្នុងការជ្រើសរើសទៅវិញទេសម្រាប់អ្នកដែលមានជាតិខ្លាញ់ច្រើនស្បែកសើមត្រូវការសម្អាតញឹកញាប់និងជាទៀងទាត់ដើម្បីបំបត្តិជាតិខ្លាញ់ស្បែកប្រភេទនេះគួរតែប្រើហ្សែលឬលេរួចលាងទឹកចេញវិញពីក្រោយរីឯអ្នកមានស្បែកស្ងួតវិញត្រូវប្រើសាប៊ូដែលមានជាតិខ្លាញ់ច្រើនផលិតផលសាប៊ូលាងមុខដែលគ្មានជាតិសាប៊ូឬក៏លេលាងមុខសម្រាប់ស្បែកស្ងួតសូមចងចាំថាជំហានទី1កាយវិការដំបូងក្នុងការថែរក្សាស្បែកមុខថែសម្ផស្សដែលយើងភាគច្រើនតែប្រហែសភ្លេចនោះគឺការលាងមុខលាងម្សៅម៉ាគីយេចេញពេលត្រឡប់ចូលផ្ទះវិញតើអ្នកជាមនុស្សទីប៉ុន្មានហើយដែលមិនបានលាងមុខនៅពេលល្ងាចឬមុនពេលចូលគេងនេះខ្ញុំសូមជម្រាបថាជាចំនួនភាគច្រើនដែលមិនចាប់អារម្មណ៍ដែលធ្វេសប្រហែសខ្ជិលនឹងភ្លេចគិតថាការលាងមុខជាចំណែកមួយដ៏សំខាន់ក្នុងការថែរក្សាស្បែកឲ្យបានស្រស់ស្រទន់អស់ជាតិដីអស់ធូលីនិងអស់ជាតិកខ្វក់ទាំងឡាយដែលជាប់ពីថ្ងៃក្នុងប្រការនេះទាំងគ្រូពេទ្យឯកទេសស្បែកនិងគ្រូពេទ្យកែសម្ផស្សសុទ្ធតែយល់ស្របព្រមគ្នាទាំងស្រុងអំពីសារៈប្រយោជន៍នៃការលាងសម្អាតមុខជាប្រចាំដោយប្រើផលិតផលដែលធន់នឹងស្បែកមុខរបស់យើងបើអ្នកភ្លេចម្ដងម្កាលនោះវាមិនអីទេក៏ប៉ុន្តែការភ្លេចញឹកញាប់យូរទៅនាំឲ្យចិត្តរន់ញើសបង្កជាចំណុចខ្មៅៗនៅលើមុខជាពិសេសនៅម្ដុំច្រមុះនាំឲ្យស្បែកយើងឆាប់ជ្រីវជ្រួញបាត់ពន្លឺស្បែកស្រអាប់និងអាចឲ្យនាំស្បែកឆាប់ងាប់ទៀតផងដូច្នេះគួរតែលាងមុខមួយថ្ងៃ2ដងព្រឹកម្ដងមុនលាបម្សៅនិងពេលល្ងាចជាពិសេសទោះជាអ្នកមិនបានលាបម្សៅពីព្រឹកពីថ្ងៃក៏ដោយក៏ត្រូវតែលាងសម្អាតមុខជាដាច់ខាតម្យ៉ាងវិញទៀតការសម្អាតមុខមិនត្រឹមតែគ្រាន់ឲ្យស្បែកស្អាតទេតែថែមទាំងជួយឲ្យស្បែកអ្នកទន់និងរលោងទៀតផងហើយវាគ្មានប្រយោជន៍សោះដែលអ្នកប្រើក្រែមការពារស្បែកកុំឲ្យជ្រីវជ្រួញដោយមិនលាងសម្អាតមុខជាមុននោះដើម្បីស្បែកស្អាតភ្លឺរលោងផូរផង់ដោយពងមាន់បកហើយយើងត្រូវការប្រើផលិតផលថែសម្ផស្សសម្អាតមុខអញ្ចឹងហើយបានជាផលិតផលទាំងអស់នោះបច្ចុប្បន្នមានច្រើនណាស់និងផលិតឡើងដោយយកចិត្តទុកដាក់និងគិតគូរជួយរក្សាជាតិសើមនៅលើស្បែកមុខជួយឲ្យត្រជាក់ជួយចិញ្ចឹមស្បែកនិងការពារភាពជ្រីវជ្រួញតិចឬច្រើនទៅតាមប្រភេទនៃស្បែកទៀតផងក៏ប៉ុន្តែត្រូវជ្រើសរើសផលិតផលលាងមុខមួយណាទៅអ្នកអាចជ្រើសរើសរវាងផលិតផលខាងក្រោមដែលស្របទៅនឹងស្បែកមុខទី1គឺលេគឺជាផលិតផលលាងមុខបែបបុរាណបន្តិចប៉ុន្តែមិនហួសសម័យឡើយពីព្រោះវាអាចជួយការពារស្បែកមុខនិងធ្វើឲ្យស្បែកមុខម៉ត់រលោងផលិតផលនេះត្រូវនឹងស្បែកមុខធម្មតាស្បែកមុខស្ងួតផងខ្លាញ់ផងបានន័យថាស្បែកមុខមានជាតិស្ងួតផងនិងមានជាតិខ្លាញ់ផងស្បែកចាស់និងស្បែកស្ងួតដោយសារតែក្រពេញញើសធ្វើការមិនបានល្អវិធានការមួយទៀតនោះគឺទឹកងាយប្រើងាយស្រួលងាយរកនិងប្រើបានចំពោះស្បែកគ្រប់ប្រភេទទាំងអស់អ្នកលាងដុសមុខមាត់បានស្អាតត្រជាក់ក្នុងពេលតែមួយប្រព្រឹត្តភ្នែកបន្ទាប់មកយើងអាចប្រើហ្សែលឬក្រែមដែលប្រើតែចំពោះតែស្បែកណាដែលសើមខ្លាញ់និងស្បែកសម្រស់ស្ងួតផងខ្លាញ់ផងប៉ុណ្ណោះហ្សែលឬក្រែមនេះសម្អាតមុខឲ្យអស់ជាតិខ្លាញ់មានអារម្មណ៍ថាមុខអ្នកស្អាតស្រទន់តែបន្ទាប់មកត្រូវលាងទឹកចេញទៀតមានផលិតផលម្យ៉ាងទៀតនោះគឺពពុះសាប៊ូនោះងាយប្រើដែរនិងសម្ងួតមុខបានល្អខ្លាំងដូច្នេះមានតែអ្នកមានស្បែកខ្លាញ់សើមខ្លាំងទេនិងស្បែកដែលមានមុខមុនទេដែលអាចប្រើវាបានវាមានការប្រើប្រាស់ផ្ទុយអំពីលេនិងមានមធ្យោបាយមួយទៀតគឺប្រើសាប៊ូដុំគឺជាសាប៊ូលាងមុខ
ដែលគ្មានជាតិសាប៊ូផលិតឡើងសម្រាប់តែលាងមុខជាសាប៊ូលាងមុខតែបែបបុរាណតែមានប្រសិទ្ធខ្ពស់ណាស់ចំពោះស្បែកស្ងួតខ្លាំងវាអាចជួយបង្កើនជាតិសើមនិងបន្ទន់ស្បែករីឯអ្នកដែលមានស្បែកខ្លាញ់សើមខ្លាំងវិញវាសម្អាតបែកហើយប្រយុទ្ធប្រឆាំងនឹងការបញ្ចេញញើសនិងមានមធ្យោបាយចុងក្រោយមួយទៀតនោះគឺកសែងជូតមុខបែបសម័យថ្មីវារឹតតែងាយស្រួលប្រើទៀតវាមានសម្រាប់គ្រប់ប្រភេទស្បែកមុខហើយងាយយកទៅតាមខ្លួនបានគ្រប់ទីកន្លែងជូតហើយចោលវាគឺជាការស្រេច